ចូលរៀបសួរស្វាគមន៍មកកាន់ពី beauty ថ្ងៃនេះអ្នកនរគ្នាមកបន្តជាមួយនឹង vlog part 2 ទៅលេងប្រទេសបារាំងជាមួយខ្ញុំមានភ្ញៀវកិត្តិយសជាពិសេសតែម្ដងអ្នកគឺស្រីស្អាតម្នាក់នេះអញ្ចឹងចង់ដឹងគាត់ជាអ្នកណាកុំភ្លេចមើលវីដេអូនេះដល់ចប់កន្លែងនេះបើនិយាយទៅមិនមែនខ្ញុំអ្នកនាំទាំងអស់គ្នាទៅគឺប្អូនខ្ញុំមកពីប្រទេសខ្មែរហ្នឹងគាត់នាំខ្ញុំទៅនេះគឺស្រីស្អាតម្នាក់នេះនិយាយទៅខ្ញុំរាប់អានគ្នា10ឆ្នាំជាងហើយលើសពីមិត្តភ័ក្តិឯងចង់ដូចបងប្អូនហើយអ្នកនរគ្នាឲ្យសំណាងមែនតើបានទៅដើរលេងជុំគ្នាអ្នកនរគ្នាគឺគាត់រៀបចំមកចប់ហ្មងខ្ញុំមកមានតែចិត្តថាបេះដូងរៀងកាយទៅគាត់រៀបចំគ្រប់យ៉ាងទាំងអស់ហ្មងនិយាយទៅគេស្អាតហើយបកាយទៀតចំណាប់ចំនួនណាហើយវាំងដែលយើងទៅនេះបងប្អូនយើងច្រើនស្គាល់ហៅថាវាំងមាសបងប្អូនចង់រកអត្តរេសហ្មងឈ្មោះគេនេះហៅថា Palace of Versailles ហើយអ្នកបារាំងគេច្រើនហៅថា Versailles ខ្ញុំសង្ឃឹមថាខ្ញុំនិយាយត្រូវចាស់ព្រោះខ្ញុំអត់ចេះបារាំងទេហើយក្នុងវីដេអូនេះក៏បញ្ជាក់ពីប្រវត្តិរបស់វាំងនេះតិចតួចដែរអញ្ចឹងណាតែមិនចូលចេះឆ្ងល់ខ្លួនឯងវ៉ាន់តាមានអត់ពាក់ទេនៅធ្វើភ្នែកឡើងព្រឹមអញ្ចឹង Palace of Versailles នេះអ្នកទាំងអស់គ្នាគឺជាកន្លែងទេសចរដ៏សំខាន់មួយតាក់ទាញមួយហ្មងដែលអ្នកទៅលេងប្រទេសបារាំងភាគច្រើនគឺគេទៅលេងហើយពីព្រោះជាកន្លែងដែល iconic មួយហើយវាជាកន្លែងវាំងស្ដេចមួយដែល represent ពីដូចថាអំណាចឬក៏ការរចនាបថរបស់ស្ដេចរបស់ប្រទេសគេអញ្ចឹងណាអញ្ចឹងមុនទៅដល់វាំងនេះអ្នកនរគ្នាគឺយើងត្រូវធ្វើដំណើរចេញពីខាងប៉ារីសប្រហែលជាខ្ទង់20គីឡូបានទៅដល់ហើយប្រាសាទ Versailles នេះមិនមែនគ្រាន់តែត្រឹមតែជាវាំងទេអ្នកនរគ្នាតុបតែងរចនាបថផ្សេងៗដែលនៅក្នុងវាំងនេះទាំងអស់គ្នាគឺបង្ហាញឲ្យឃើញពីជីវិតដ៏រុងរឿងនៃរបបរាជានិយមបារាំងដោយស្ថិតនៅក្រោមការដឹកនាំរបស់ស្ដេច Louis ទី14ឬក៏យើងហៅថា Sun King កាលពីចាប់ផ្ដើមនឹងឆ្នាំ1623ហ្នឹងគឺកន្លែងហ្នឹងគ្រាន់តែជាដំណាក់សម្រាប់ទៅបំបញ្ញសាច់របស់ស្ដេចទី13ទេចាស្ដេច Louis ទី13ហ្នឹងណាប៉ុន្តែដល់ពេលដល់ជំនាន់ស្ដេច Louis ទី14គាត់ក៏បានកែប្រែកន្លែងហ្នឹងទៅជាវាំងដែលយើងឃើញសប្តាហ៍ហ្នឹងនៅឆ្នាំ1661ហើយត្រូវចំណាយពេលអស់រយៈពេល20ឆ្នាំអ្នកនរគ្នារំមតែធ្វើហើយអូខេយូរខ្លាំងមែនតើមកហើយអ្នកនរគ្នាប្រកាសចង់ដឹងថាតើវាំងស្រុកគេហ្នឹងធំប៉ុណ្ណាអូខេខ្ញុំនឹងប្រាប់អ្នកនរគ្នាវាំង Palace of Versailles មួយនេះដែលយើងហៅថា Versailles នេះគឺមានបន្ទប់គេរហូតដល់ទៅ2300បន្ទប់អូ my god ចឹងមិនខ្ញុំដើរធំខ្លាំងមែនតើហើយផ្ទៃដីទំហំវាំងទាំងមូលតែម្ដងហ្នឹងគឺមានទំហំរហូតដល់ទៅ67000ម៉ែត្រការ៉េអ្នកនរគ្នាចាហើយគ្រាន់តែសួនច្បារគេហ្នឹងគឺ800ហិកតាអូយដល់កហ្មងហើយនៅក្នុងហ្នឹងក៏មានកន្លែងសួនបាញ់ទឹកគេហ្នឹងរហូតដល់ទៅ50 fountain អ្នកនរគ្នាគឺថាច្រើនមែនតើល្បីជាងគេហ្នឹងគឺ Fountain of Apollo ទៅដើរលេងវាំងនេះទាំងអស់គ្នាប្រសិនបើអ្នកទាំងអស់គ្នាចង់ទៅដើរលេងហើយចង់ទៅលេងមួយម៉ោងឲ្យដើរឲ្យជុំអញ្ចឹងណានិយាយទៅទាំងអស់គ្នាប្រសិនតែគ្រាន់តែមើលតាមវាំងហ្មងរយៈពេលប្រហែលពីម៉ោង1ម៉ោងកន្លះទៅ2ម៉ោងដើម្បីយើងមើលអីផ្សេងអញ្ចឹងប៉ុន្តែនៅពេលដែលអ្នកនរគ្នាចង់ទៅដើរលេងនៅក្នុងសួននេះទៀតគឺថែមពីនឹងទៀតថែមប្រហែល2ម៉ោងអីទៀតអញ្ចឹងបានយើងដើរជុំទាំងអស់គ្នាបានឃើញហើយទេសភាពដែលខ្ញុំដាក់ចូលក្នុងវីដេអូនេះគឺខ្ញុំព្យាយាម capture every angle ហ្មងអ្នកនរគ្នាចាឲ្យដើរបដាចាឆ្លៀតថតវីដេអូធ្វើជា vlog ចែកជូនអ្នកទាំងអស់គ្នាទស្សនាលេងកម្សាន្តអារម្មណ៍បន្ទាប់ពីការធ្វើការនឿយហត់អីអញ្ចឹងណាប៉ុន្តែវាំងគេគឺស្អាតខ្លាំងណាស់ទាំងអស់គ្នាចូលទៅដូច magic អញ្ចឹងនិយាយទៅ so classic គឺ style ខ្ញុំហ្មងណាលក្ខណៈថាចូលទៅគឺខ្ញុំស្រឡាញ់ខ្លាំងមែនតើហើយប្អូនដែលគាត់ទៅដើរលេងជាមួយនឹងអ្នកនរគ្នាអើយចិត្តបានទៀតបួលឲ្យថតរហូតបងមកឯងថតមកពេលខ្លះចឹងជំរុញខ្ញុំទៀតបងមកឯងយកផលិតផលចេញមកថតឲ្យខ្ញុំនេះចេះរៀងខ្លាចចិត្តណាមិត្តភ័ក្តិគេដើរជាមួយចឹងអត់ចង់ហ៊ានដូចថាថតអីពេកពេលដើរយូរទៅដឹងចិត្តលែងក្រែងចិត្តគេបដ ாய் ហើយអ្នកថតនឹងជំនាញណានិយាយទៅជំនាញស៊ូមផលិតផលអីគឺថាជាងខ្ញុំទៀតអូយអរគុណមែនតើនេះឃើញទេស្អាតហើយចិត្តល្អទៀតនិយាយមែនណារាប់អានគ្នាមួយគាត់យូរខ្លាំងចឹងនិយាយដល់កន្លែងរាប់អាននឹងទៀតខ្ញុំមកចំពោះមិត្តភាពវិញអ្នកនរគ្នាមិនងាយបើកចិត្តទៅចិត្តស្និទ្ធជាមួយអ្នកណាខ្ញុំណាចាគឺអត់ងាយទេអ្នកនរគ្នាពីព្រោះខ្ញុំឲ្យតម្លៃ quality មែនតើខ្ញុំអត់ចង់បានមនុស្សច្រើនតែរកមួយធ្វើថ្នាំអត់មានគឺមិនមែនជាជំរឿដែលខ្ញុំចង់បានខ្ញុំចង់បានអីមួយខ្លឹមល្អហ្មងនិយាយទៅមិនយ៉ាងខ្លីគឺគុណភាពហ្មងអ្នកនរគ្នាដូចផលិតផល Happy Beauty គុណភាពដាក់លេខរៀងទី1ហ្មងអ្នកនរគ្នាទើបយើងមានការគ្រប់គ្រងពីអតិថិជនមកយើងច្រើនមែនតើពីប្រដាប់ប្រទេសផ្សេងនេះអត់សូវធ្វើការប្រម៉ូទអីមិនក៏ដោយអ្នកនរគ្នាក៏ការគ្រប់គ្រងអតិថិជននិយាយទៅអតិថិជនបានសាកប្រើហើយគឺមានលើកទី2ទី3ទី4ទី5ទី10ទី20ចឹងតើមើលទេសភាពទៀតនិយាយទៅគឺថាវាំងនេះទាំងអស់គ្នាមកប្លង់ទៅមកប្លង់គឺប្លែកហ្មងស្អាតខ្លាំងហ្មង hall នេះទាំងអស់គ្នាស្អាតមកបែបទៀតពី hall ពណ៌មាសhall ពណ៌មាសមិញហ្នឹងគឺថាអូយពេញបេះដូងខ្ញុំណាស់ដល់ hall នេះទៀតមករហូតត្រូវចិត្តខ្ញុំទៀតពណ៌រៀងរបៀបសកុតសកុំណាពណ៌របៀបរៀង grayish ជាមួយនឹង gold អីហ្នឹងគឺថាអូយសំណប់ចិត្តខ្ញុំហ្មងហើយម្ដងទៀតនៅតែអរគុណប្អូននិយាយទៅអូយកាត់ប្លង់ direct បងមកឯងឈរធ្វើដើរបងឯងធ្វើអញ្ចេះធ្វើអញ្ចោះនិយាយទៅគឺថាអរគុណខ្លាំងមែនតើហ្មងវីគីហើយសម្រាប់ខ្ញុំមួយគាត់តែទាំងអស់គ្នាអត់បានណាត់គ្នាសោះហ្មងចឹងបានថានិស័យហើយបើនិយាយពីថាពួកខ្ញុំណាត់គ្នាដើរលេងណាចង់ទៅដើរលេងប្រទេសក្រៅជុំគ្នាគឺថាណាត់គ្នារាប់ឆ្នាំហើយចាស់ពួកខ្ញុំស្គាល់គ្នា10ឆ្នាំជាងហើយតាំង
vì nhung nơi hiện Singapore này đó khi tăng pi pon I think tung pi pon đọc ấy nhung mình squat quạt vậy tới tụi nó khi cô squat khi vua hay ca ở đây miền côn hiện luôn ở hai quạt côn bay á khơi xa chắc á mẹ nước mê nhé nè côn bay cha côn bay dây tay nơi tạt xa chẳng hay nát như tụi đau lên gì bị thằng ở đây ban tơ khẻo bờ chung khi tê này đó khi xẹp tập bên nước nhung cọ sờ bọt chôn hop ở đây nhung cọ sờ bọt ấy hay nó khơi quạt ở xa lang cho rang chẳng có xa xua ở này miền thờ tơ rang có chay đom tơ trăm bọ nhỉ tơ trăm bọ trong ngày để quạt thờ tơ đây chẳng ơi tụi nó khi quạt đau lên nhung ăn 3-4 ngày đây tụi mồm tụi quạt tơ hồ lòng nè tơ nào play tơ hướng sunscreen tụi nó khi ơi buổi dương thờ ca pi bay dương á hay chưa bị xe lẩu nước mai có đau á hay nơ mà có đau đây chưa bị xe ôi nhung khơi mong bộ nhung thua video the acid lẩu có đau khăng mền tên chẳng nè tụi nó khi complete liệp sunscreen á hay sunscreen bao dương cứ nhiều có trôi chật khăng á mưa feedback ơi trẻ nhiều khăng ở đây feedback để nè có feedback có piอยู่ที่ได้ไปปลูกquạtทำเลยทำให้เราคลั่งเหมือนกันบางquạtซึ่งở the quạtเหมือนหรือquạt rơ nè quạt rơ skin care เหมือนกันquạt ra tập peคลาเตอร์ก็เผอเตอร์ไปเจอตาโรcả hai một quạt chẳngแต่bao dương cứ ăn tê quạt thằng đã tư ôi pin chật mỏ tụi nó lên chân bị đau vang với nhọn miên đang hồ restaurant ná châu cả lại trà mì bị đau vậy nhóm mì em trôi chật nào bông bông ơi tại sao hiên nham mê lớn mẹ quạt sao ai nham mỏ chân tơ hiệp trà châu có đông quanh năng quạt liệt lược tham tiết hai chấm pô cushion bao dương á bông bông nó có đi ôi phi nhiêu sành khăng ngang tao sao từng bỏ off tao sao từng sai cushion hay sai cushion bao dương chấm pô bông bông này có sànhแบบsách xéo thoa mà chiết ọt mục ọt xa nhom tần địa mỏng bông bông cứ pra ọt khâu chật ọt khâu bê đâu ngay tần địa chun mỏng miền là hộ đạo bay po sẹp chơi rơ nát po miền mình tham ai theo sang châu page ban anh ấy tam playมาวันนี้เฉลี่ยถอนติ่งติ่งจูเนี่ยต่อគ្នាទៅអញ្ចឹងต่อគ្នាបើ page ថ្មីមួយ page ខ្ញុំ complete follow page ខ្ញុំមួយនៅសល់វីដេអូដើរលេងច្រើនទៀតជាការចែករំលែកណែទូអ្នកទាំងអស់គ្នារវល់ធ្វើការអត់បានទៅណាអញ្ចឹងបានមើលវីដេអូរំសាយអារម្មណ៍ដែរអញ្ចឹងហើយបាន save ទុកថាអូនេះជាកន្លែង target មួយទៀតហើយសុខសម្រាប់តដើរលេងជួបគ្នាវីដេអូក្រោយបាយ